សូមគោរពជំរាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពដែលកំពុងតាមដាននៅកម្មវិធីមរតកតេជោកម្មវិធីមរតកតេជោគឺជាកម្មវិធីមួយដែលបង្ហាញអំពីសកម្មភាពក៏ដូចជាស្នាដៃសំខាន់របស់សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាដែលលោកអ្នកតែងតែហៅថាជាបិតាសន្តិភាពនៃកម្ពុជាជាការពិតណាស់បើគេនិយាយឈ្មោះសម្ដេចតេជោគេនឹងនឹកឃើញនៅការដាក់ចេញនៅនយោបាយឈ្នះរបស់សម្ដេចដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាដែលអាចចាត់ទុកថាជាមរតកដ៏សំខាន់សម្រាប់កម្ពុជានៅពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបន្តអភិវឌ្ឍក៏ដូចជាថែរក្សានៅសន្តិភាពនេះឲ្យមនុស្សជំនាន់ក្រោយជាបន្តទៀតសម្ដេចតេជោហ៊ុនសែនត្រូវបានចាត់ទុកជាថ្នាក់ដឹកនាំដែលបានផ្សារភ្ជាប់និងរួមសុខរួមទុក្ខជាមួយនឹងប្រជាពលរដ្ឋគ្រប់កលៈទេសៈគ្រប់ស្រទាប់វណ្ណៈនិងគ្រប់ទីកន្លែងដូចជាការផ្សារភ្ជាប់ជាមួយនឹងប្រជាកសិករជាមួយនឹងវិស័យអប់រំជាមួយនឹងកម្មករកម្មការិនីនៃវិស័យការងារជាមួយនឹងសិល្បករសិល្បការិនីនៃវិស័យវប្បធម៌ជាមួយនឹងវិស័យការពារជាតិជាមួយនឹងបងប្អូនកងទ័ពនឹងចុះជាប់ជាមួយនឹងវិស័យសំខាន់ជាច្រើនទៀតនៅពេលនេះខ្ញុំបាទសូមលើកឡើងការផ្សារភ្ជាប់របស់សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាដែលលោកបានផ្សារភ្ជាប់ជាមួយនឹងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាជាការពិតណាស់វិស័យអប់រំត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាវិស័យអាទិភាពមួយតាំងពីយុទ្ធសាស្ត្រចតុកោណនៃអាណត្តិមុនបន្តមកដល់យុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1នីតិកាលទី7នៃរដ្ឋសភាក៏នៅតែជាវិស័យអាទិភាពដដែលដែលជាវិស័យដែលមានសារៈសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានចំណេះដឹងចំណេះធ្វើនិងជំនាញពិតប្រាកដដូច្នេះហើយទើបរាជរដ្ឋាភិបាលបាននឹងកំពុងអភិវឌ្ឍជំរុញវិស័យនេះឲ្យមានការរីកចម្រើនជាពិសេសការកសាងសាលារៀននៅគ្រប់ទីកន្លែងដើម្បីផ្ដល់ឲ្យកូនចៅបងប្អូនប្រជាពលរដ្ឋបានសិក្សារៀនសូត្រគ្រប់គ្នារឿងតាក់ទងជាមួយនឹងធនធានមនុស្សនៅតែជាអតិភិបធំបំផុតវិស័យអប់រំនេះមួយនិងវិស័យសុខាភិបាលគ្មានការកាត់បន្ថយណាមួយទៅលើការវិនិយោគទេគឺមានតែការបង្កើនថែមនៅថវិកាប្រចាំឆ្នាំសម្រាប់វិស័យអប់រំនិងវិស័យសុខាភិបាលដែលយើងផ្ដល់ការយកចិត្តទុកដាក់ទន្ទឹមនឹងថវិកាជាតិយើងក៏មានសិល្បៈនៃការចែកចម្លែកពីអ្នកដែលមានលទ្ធភាពជួយកសាងសាលារៀនដែលនេះក៏ជាផ្នែកមួយដ៏សំខាន់នៅក្នុងប្រទេសកម្ពុជារបស់យើងដែលយើងប្រឹងប្រែងកសាងហើយឥឡូវទៅគ្រប់ទីកន្លែងទាំងអស់មួយជាន់ហ្នឹងគឺថាគាត់មិនសូវស្វាគមន៍ទេគាត់ចាប់ស្វាគមន៍ពី2ជាន់ទៅ3ជាន់4ជាន់មកលើវឌ្ឍនភាពនៅក្នុងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាគឺឆ្លុះបញ្ចាំងអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជាពីព្រោះថាជំនាន់មុនគឺមានតិចតួចណាស់ដែលមានយុវជនបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រឬក៏ជំនាញផ្សេងក៏ប៉ុន្តែពេលនេះគឺមាននិស្សិតរាប់ម៉ឺននាក់ក្នុងមួយឆ្នាំដែលបានបញ្ចប់នៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែលនេះបង្ហាញអំពីកត្តាសុខសន្តិភាពដែលកម្ពុជារកបានដោយកម្រនោះឱកាសទាំងអស់នេះអាចទៅបានដោយសារកត្តាមួយចំនួនដែលជាកត្តាធានាឲ្យអាចទៅរួចសម្រាប់ការអប់រំទី1គឺកត្តាស្ថិរភាពសន្តិភាពដែលអាចផ្ដល់ឱកាសឲ្យយើងលែងវាយគ្នាមកកសាងប្រព័ន្ធអប់រំរបស់យើងតភ្ជាប់ឥឡូវមិនត្រឹមតែតភ្ជាប់ផ្លូវទេមិនត្រឹមតែតភ្ជាប់កម្មវិធីសិក្សានោះទេប៉ុន្តែតភ្ជាប់ទាំងថ្នាក់រៀនទៀតអញ្ចឹងស្ថិរភាពសង្គមសន្តិភាពគឺជាកិច្ចការសំខាន់សម្រាប់ការអភិវឌ្ឍទី2គឺការរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបងប្អូនក្រៅពីអាហារូបករណ៍មួយភាគធំគឺត្រូវបង់ថ្លៃអញ្ចឹងជីវភាពរស់នៅដែលអាចមានផ្ដល់លទ្ធភាពឲ្យមានការរៀនសូត្រហើយសាលាក៏បានលទ្ធភាពនេះយកមកកសាងវិនិយោគបន្ថែមដើម្បីលើកកម្ពស់វិស័យអប់រំលើកគុណភាពអប់រំរបស់សាលាហើយកត្តាទី3គឺលទ្ធភាពទូលាយក្នុងការទទួលបានការអប់រំថ្នាក់ឧត្តមសិក្សាតាមរយៈគោលនយោបាយមួយដែលសំខាន់គឺការចូលរួមនៃវិស័យឯកជននៅក្នុងវិស័យការអប់រំគោលនយោបាយនេះសំខាន់អ្នកដែលធ្លាប់ចេញបាក់ឌុបជំនាន់កៅជាងដឹងហើយសាលាយើងអត់មានច្រើនទីពីរនៅតាមខេត្តសឹងតែគ្មានសាលា
ទូទៅមានសាលាកសិកម្មសាលាគរុកោសលចំនួនប៉ុន្តែទូទៅយើងមិនមានទេហើយចូលរៀនក៏ត្រូវប្រឡងកៅអីរៀនមួយឆ្នាំត្រៀមហើយប្រឡងយកកៅអីព្រោះកៅអីអត់គ្រប់អញ្ចឹងដើម្បីបើកឱកាសឲ្យប្រជាពលរដ្ឋខ្មែរយើងគ្រប់កន្លែងទាំងបរិបទនិងគុណភាពរដ្ឋាភិបាលដាក់គោលនយោបាយដើម្បីបើកឱកាសឲ្យការចូលរួមបង្កើនលទ្ធភាពរដ្ឋម្នាក់ឯងធ្វើមិនគ្រាន់មិនទាន់ទេរដ្ឋត្រូវធ្វើការពង្រឹងនិងពង្រីកគ្រប់វិស័យទាំងអស់ដូច្នេះហើយគឺកម្ពុជាមិនខ្លាចក្នុងការចំណាយដើមទុនលើការវិនិយោគទៅលើវិស័យអប់រំសិក្សាធិការនោះទេដែលការវិនិយោគនេះទទួលបានលទ្ធផលដ៏ធំគឺការអភិវឌ្ឍធនធានមនុស្សដែលជាកត្តាជំរុញភាពធន់មាំនៃសេដ្ឋកិច្ចសង្គមហើយរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ជំរុញការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹងនិងទន់ដែលក្នុងនោះមានការអភិវឌ្ឍធនធានមនុស្សដែលជាកត្តាសំខាន់របស់ប្រទេសជាតិកន្លងទៅសម្ដេចតេជោតែងតែមានប្រសាសន៍ថាវឌ្ឍនភាពក្នុងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាគឺបានមកពីកត្តាសន្តិភាពដែលយើងរកបានដោយលំបាកនោះដូច្នេះហើយត្រូវតែខិតខំថែរក្សារបស់មានតម្លៃនេះដែលជាមរតកនៃមេដឹកនាំគណៈបកប្រជាជនកម្ពុជាបានបន្សល់ទុកឲ្យជាតិមាតុភូមិដែលគណៈបកប្រជាជនកម្ពុជាបានចូលរួមក្នុងការរំដោះប្រទេសជាតិចេញពីសង្គ្រាមគឺនៅថ្ងៃទី7ខែមករាឆ្នាំ1979នោះនឹងហើយជាផ្លែផ្កានៃសន្តិភាពនោះដែលមនុស្សមួយចំនួនអត់ហ៊ាននិយាយរឿងសន្តិភាពទេប៉ុន្តែប្រជាជនទទួលបានផលពីសន្តិភាពប៉ុណ្ណាសូម្បីតែអ្នកមិនហ៊ាននិយាយពីសន្តិភាពដែលខ្លាចថាសន្តិភាពនឹងវាបានកើតមកដោយសារគណៈបកប្រជាជនក៏អ្នកនឹងកំពុងទទួលផលប្រយោជន៍ពីសន្តិភាពដែរបច្ចុប្បន្នសមិទ្ធផលដែលកើតមានឡើងទាំងអស់នេះប្រសិនបើគ្មានថ្ងៃ7មករានោះទេគឺថាมันអាចកើតមានបានឡើយហើយមរតកមួយទៀតគឺដំណើរការនៃការចូលរួមអតីតរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជាដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាក្នុងដំណើរស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជាតាមរយៈការចរចាតាមរយៈការអនុវត្តនៃការកសាងនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសរហូតដល់ដំណាក់កាលនៃការអនុវត្តនៅនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោដូច្នេះមរតកនៃវិស័យអប់រំនេះគឺជាផ្នែកមួយយ៉ាងសំខាន់ណាស់ដែលបានបន្សល់ទុកដល់ថ្នាក់ដឹកនាំជំនាន់ក្រោយហើយបច្ចុប្បន្ននេះថ្នាក់ដឹកនាំបន្តវេនដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីលោកកំពុងចាត់ទុកវិស័យអប់រំនេះគឺជាវិស័យអត្ថប្រយោជន៍ទី1នៅក្នុងចំណោមវិស័យអត្ថប្រយោជន៍សំខាន់ចំនួន5នោះហើយកំពុងតែបន្តអភិវឌ្ឍនៅធនធានមនុស្សនេះដែលជាធនធានដ៏សំខាន់សម្រាប់អភិវឌ្ឍទៅលើវិស័យផ្សេងទៀតឲ្យកាន់តែមានការរីកចម្រើនអរគុណសម្ដេចឯកឧត្តមលោកជំទាវដែលបានតាមដានទស្សនានៅកម្មវិធីមរតកតេជោនៅឱកាសក្រោយខ្ញុំបាទនឹងលើកយកនៅវីដេអូទៅលើប្រធានបទសំខាន់ជាច្រើនទៀតមកជម្រាបជូន